កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខយោធាខ្មែរទាំង18រូបដែលកំពុងស្ថិតក្រោមការឃុំក្រុងរបស់ថៃនិងជំរុញឲ្យថៃដោះលែងតាមការសន្យារបស់ខ្លួនកាហ្វេកោសិកា Nutri-Rich ផ្ដល់ភាពឆ្លាតវៃខាងផ្នែកអាហារូបត្ថម្ភចិញ្ចឹមប្រព័ន្ធសរីរាង្គកាយដែលមានគុណភាពប្រសិទ្ធភាពសុវត្ថិភាពដោយឆ្លងកាត់ការពិនិត្យពីក្រសួងសុខាភិបាលកម្ពុជានិងម៉ាឡេស៊ីឯកឧត្តមទេសរដ្ឋមន្ត្រីលីថុចអនុប្រធានទី1អាជ្ញាធរមីនកម្ពុជាបានស្នើឲ្យអង្គការកាកបាទក្រហមអន្តរជាតិ ICRC បន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025អំឡុងពេលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តមនិងលោក Gil Cambodia អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ ICRC គណៈឯកឧត្តមកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ានៅទីក្រុងស៊ើណាវប្រទេសស្វីសឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិដែលបានផ្ដល់កិច្ចសហការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំក្រងដោយខុសច្បាប់របស់យោធាថៃឯកឧត្តមក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគាត់អាចត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពជាការឆ្លើយតបលោក Gil Cambodia បានលើកឡើងថាអង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធសូមបញ្ជាក់ថានៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃទី126ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំក្រងរបស់យោធាថៃកម្ពុជាអំពាវនាវឲ្យភាគីថៃគោរពឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុចន្ទៈពិតប្រាកដនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃត្រង់កថាខណ្ឌទី5បានគូសបញ្ជាក់ថាភាគីថៃត្រូវដោះលែងយោធិនទាំង18នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់ព្រមទាំងគោរពនិងអនុវត្តនៅរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិដោយដោះលែងវីរៈកងទ័ពកម្ពុជាឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគេអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារប្រកបដោយសុខសុវត្ថិភាពសូមគូបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ដើម្បីទាមទារឲ្យភាគីថៃដោះលែងវីរៈកងទ័ពរបស់យើងទាំង18នាក់នោះឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសុវត្ថិភាពរាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយុទ្ធពលខេមរភូមិន្ទមិនដែលបបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយមិនថាក្នុងកលៈទេសៈណាក៏ដោយហត្ថថាធម្មជាតិផលិតនៅតែខ្ញីធម្មជាតិ 100% ជួយប្រព័ន្ធរំលាយអាហារបំបត្តិការក្អកជួយសម្រួលដល់ផ្លូវដង្ហើមភូមិមួយផ្ទះមួយជួយគាំទ្រផលិតផលជាតិយើងសាប៊ូដុសខ្លួនសម្រាប់ចរណៃអាចជួយការពារស្បែកពីពន្លឺព្រះអាទិត្យការពារស្បែកពីកន្ទួលរមាស់និងជួយឲ្យស្បែកសស្អាតភ្លឺរលោងសិប្បកម្ម YC Nature យើងបានបង្កើតឡើងប្រេងកូឡានិងប្រេងខ្យល់ខ្មែរសញ្ញាដំរី5ផលិតផលរបស់យើងត្រូវបានរចនាឡើងដើម្បីជួយកាត់បន្ថយការឈឺចុកចាប់ការឈឺសាច់ដុំក្រិចថ្លោះហើមរមួលក្រពើកាត់បន្ថយការនឿយហត់ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយនិងជួយបំបាត់ stress ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលខ្មែរកសិផលខ្មែរគ្រប់ប្រភេទតាមរយៈលេខទូរស័ព្ទ086 92 89 98និងតាមរយៈលេខទូរស័ព្ទមួយខ្សែទៀត061 96 96 12សូមបញ្ជាក់ថារាល់ការទទួលពាណិជ្ជកម្មផ្សព្វផ្សាយទាំងនេះស្ថាប័នយើងខ្ញុំមិនគិតថ្លៃសេវានោះទេ